Ok, hello ជំរាបសួរនិងសួស្តីគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហ្នឹងហើយធម្មតាយើងមកបន្តសាច់រឿងមក Love Story បន្តទៀតរហ័សក៏បន្តសួរពី Gangster ដែលសារតែសាច់រឿង Gangster គឺញញ៉ៃខ្លាំងពេកវាអតីតកាលម្ដងអតីតកាលម្ដងបច្ចុប្បន្នម្ដងអតីតកាលម្ដងបច្ចុប្បន្នគឺខ្ញុំងាងខ្លាំងមែនតើដូច្នេះហើយខ្ញុំសម្រេចចិត្តថាខ្ញុំបញ្ចប់ Love Story ហើយចង់ទៅធ្វើ Gangster តថាក៏អូក្រោយពេលដែលគេទទួលបានជាមួយនឹងកូនសិស្សថ្មីហើយនៅពេលនេះបណ្ដាតំណងរបស់គេជាមួយនឹងសាយជូកាន់តែល្អជាងមុនឆ្នៃយ៉ាម៉ូតូវិញនឹងក៏បានធូរចិត្តដូចគ្នាផងដែរមើលរបស់នាងក៏បានណែនាំថាអស់នេះបបួលថាក៏អូទៅដល់លេងនៅឯពិធីបុណ្យនៅឯសាកលវិទ្យាល័យហាក់ក៏ទុទៅរហ័សក្រោយមកនាងក៏បានធ្វើការផ្ញើសារទៅបបួលថាក៏អូតែម្ដងចំណែកថាក៏អូវិញគេក៏បានធ្វើការហៅសូណាក៏ដូចជាសាយជូទៅជាមួយនឹងគ្នាផងដែរនៅក្នុងដំណើរកសាមួយនេះខណៈពេលដែលពួកគេកំពុងតែញ៉ាំអីនៅពេលនោះពួកគេក៏ត្រូវការជាមួយនឹង sticker ចំនួន2ទៀតដូច្នេះហើយនៅពេលនោះថាក៏អូជាមួយនឹងសូណាក៏បានទៅយករហ័សក៏ទុកឲ្យយ៉ាម៉ូតូនៅជាមួយនឹងសាយជូជាមួយនឹងគ្នាខណៈពេលដែលពួកគេនៅពីរនាក់នៅជាមួយនឹងគ្នាយ៉ាម៉ូតូក៏បានសួរទៅកាន់សាយជូថាតែនិយាយចិត្តថាក៏អូត្រង់ណាសាយជូនេះក៏បានតបទៅវិញថាគឺថាក៏អូគឺជាអ្នកបង្រៀននាងដែលចេះរត់ទោះបីជានាងរត់ដួលក៏ដោយក៏ប៉ុន្តែថាក៏អូនៅតែរងចាំនាងដដែលហើយគេក៏នៅតែអាចជិះជំនះឲ្យមកកាន់ធីមពួកគេបានសម្រាញថាក៏អូគេពិតជាអស្ចារ្យខ្លាំងណាស់រហ័សក៏បានសួរទៅកាន់យ៉ាម៉ូតូអំពីស្នេហារបស់នាងយ៉ាម៉ូតូនាងក៏បានតបទៅវិញថាក៏អូបានជួយនាងនៅរលភ្លើងហើយគ្រាន់តែឃើញភ្លើងស្រឡាញ់ផ្លែតែម្ដងហើយនាងក៏បានធ្វើការសារវិស្នេហាទៅកាន់គេតែម្ដងទៅរហ័សថាក៏អូជំនឿសូណាពួកគេទៅពីអ្នកក៏បានបើទៅឡើងវិញយ៉ាម៉ូតូក៏បានធ្វើនំមកពួកគេញ៉ាំនិយាយវាថានៅមានស្នេហាគឺពីងតែម្ដងលើលែងតែអ្នកស្រឡាញ់គេតែម្នាក់ឯងញ៉ាំនំមិនសូវចូលនោះទេរហ័សដំណើរកំសាន្តក៏ត្រូវបានបញ្ចប់ពួកគេក៏បានចែកផ្លូវគ្នាទៅផ្ទះវិញរៀងខ្លួនយ៉ាម៉ូតូជាមួយថាក៏អូក៏បានដើរកាន់ដៃគ្នាម្ដងនៅនិយាយគ្នាលេងម្ដងថយក៏បានមកដល់សាយជូនឹងក៏បានជួបជាមួយនឹងសូណាខណៈពេលដែលពួកគេទៅពីអ្នកកំពុងតែនិយាយគ្នាយើងក៏បានដឹងថាការប៉ះទៅសូណាក៏បានដឹងថាសាយជូបានលងស្រឡាញ់ទៅលើថាក៏អូយូរណាស់មកហើយរហ័សនៅពេលហ្នឹងនាងក៏បានគម្រាមសូណាតែម្ដងថាក៏ប្រាប់ថាក៏អូសោះបើសិនជាហ៊ានប្រាប់ប្រយ័ត្ននាងចាប់ម្លប់ចាំលោមិនជំនួសទេខណៈពេលដែលពួកគេកំពុងតែរៀននៅពេលនោះដែរបិទជាមួយបន្ទាត់ក៏ត្រូវបានអស់ពីដំបងឡាយគ្រូក៏បានធ្វើការប្រាថាក៏អូទៅទិញជាមួយនឹងសាយជូដែលចែសាយជូនេះគ្រាន់តែលើថាទៅពីអ្នកថាក៏អូនឹងក៏បានសប្បាយចិត្តក៏ប៉ុន្តែនៅពេលនោះថាក៏អូក៏បានធ្វើការបបួលសូណាទៅជាមួយនឹងគ្នាអស់លើទៀតហើយនាងនឹងខណៈពេលដែលពួកគេកំពុងតែដើរនៅតាមផ្លូវនៅពេលនោះមេក៏បានភ្លៀងយ៉ាម៉ូតូនេះក៏បានផ្ញើសារមកកាន់ថាក៏អូដែលថាក៏អូគឺបានមើលភ្លាមតែម្ដងមកខ្វល់ពីរន្ទះបាញ់ទៅដែលនិយាយថាស្នេហាពិតគឺមិនខ្លាចរន្ទះបាញ់ងាប់ឡើយដែលនាងគឺមានបំណងចង់ជួបគេដែលគ្រាន់តែលើថាក៏អូត្រូវជួបជាមួយនឹងយ៉ាម៉ូតូនៅពេលផាត់ដែរចែសាយជូនេះក៏បានរកលេសមួយនេះនាំថាក៏អូដើរទិញអីវ៉ាន់ពេញហ្នឹងដើម្បីកុំឲ្យគេបានទៅជួបជាមួយនឹងយ៉ាម៉ូតូនិយាយទៅចាយនេះធ្វើជន់ទី3សាហាវដែរហ្នឹងដោយតែអ្នកមើលមកចំនួនអញ្ចឹងដោយសារតែមូលហេតុទាំងអស់នេះហើយទៅធ្វើឲ្យថាក៏អូទៅជួបយ៉ាម៉ូតូយឺតក៏ប៉ុន្តែយ៉ាម៉ូតូនេះគឺមិនបានខឹងអ្វីទៅលើសាយជូនោះទេមិនត្រឹមតែប៉ុណ្ណឹងនេះក៏បានអត់ថាក៏អូយកនំមួយចំនួនឲ្យទៅកាន់សាយជូដូចគ្នាផងដែរហើយគ្រាន់តែថាក៏អូដើរចេញទៅបាត់ទៅនៅពេលនោះផាត់ដែរសូណាគេក៏បានដើរមកដល់សន្លឹងមើលមុខរបស់នាងចែសាយជូនឹងក៏តែឃើញសូណាភ្លាមនឹងក៏បាននិយាយថាទៅនាងគឺជាអ្នកខុសគឺដោយសារតែនាងព្យាយាមបំបាក់ថាក៏អូជាមួយនឹងយ៉ាម៉ូតូតែយ៉ាម៉ូតូនេះគឺនារីដ៏ល្អម្នាក់ហើយមិនចង់នាងធ្វើណាចង់នាងសាហ្វេស្នេហាមិនដែរទេនៅពេលនៅផ្ដាល់សូណាគេក៏បានតទៅវិញថាគេគឺមិនបាននិយាយអ្វីនោះទេក៏មិនតែបើសិនជានាងសាហ្វេស្នេហាក៏ល្អដូចគ្នាដើម្បីពួកគេទៅពីអ្នកដឹងអំពីអារម្មណ៍របស់នាងបើសិនជានាងតែបន្តលាក់បាំងនឹងស្រឡាញ់គេតែម្នាក់ឯងបែបនេះមនុស្សដែលឈឺចាប់ប្រកបនោះគឺជានាងទៅវិញនោះទេចឹងបានថាហ្នឹងអាចស្រឡាញ់គេម្នាក់ឯងហ្នឹងវាមិនស្រួលប្រហែលនោះទេជាពិសេសគឺអ្នកដែលស្រឡាញ់សង្សារគេពេលឃើញគេផ្អែមល្ហែមគេស្វៀតនៅមុខអីចឹងពេលខ្លះវាឈឺដែរហ្នឹងថានេះខណៈពេលដែលគ្រប់គ្នាក៏បានចេញទៅផ្ទះអស់ទៅហើយមេក៏ចាប់ផ្ដើមភ្លៀងនៅពេលផាត់ដែរសាយជូនឹងក៏បានចូលមកនិយាយជាមួយនឹងថាគេអូរហ័សនៅពេលនេះនឹងក៏បានធ្វើការសារភាពស្នេហាទៅកាន់ថាគេអូយ៉ាងតែម្ដងរហ័សចន្លោះដែលទទួលបាននោះគឺយើងដឹងមុនបាត់ទៅហើយថាគេអូគឺមិនយល់ព្រមនោះទេសាយជូនឹងក៏បានតទៅវិញថានឹងគឺដឹងដូចគ្នាផងដែរក៏ព្រោះថាគេអូគឺមានសង្សារហើយក៏ប៉ុន្តែថាគេអូគេក៏បានតទៅវិញថាគេគឺបដិសេធនាងគឺមិនមែនដោយសារតែគេមានសង្សារនោះទេក៏ប៉ុន្តែគឺដោយសារតែគេស្រឡាញ់យ៉ាម៉ូតូតែម្នាក់ប៉ុណ្ណោះនឹងក្រោយពីគេបានធ្វើការបដិសេធសាយជូហើយថាក៏អូគេក៏បានអង្គុយតែម្នាក់ឯងនៅពេលផាត់ដែរគេក៏បាននឹកឃើញទៅដល់យ៉ាម៉ូតូដែលនាងក៏តែងតែបារម្ភខ្លាចថាក៏អូមានមនុស្សស្រីផ្សេងទៀតលងស្រឡាញ់ទៅលើគេដូច្នេះហើយនៅពេលហ្នឹងគេក៏បានរត់ទៅរកយ៉ាម៉ូតូភ្លាមតែម្ដងក្រោយពេលដែលបានជួបយ៉ាម៉ូតូហើយថាក៏អូគេក៏បាននិយាយប្រាប់ទៅកាន់នាងថាសាយជូបានសារភាពស្នេហាមកកាន់គេក៏ប៉ុន្តែគេក៏បានបដិសេធនាងហើយហេតុផលគឺមិនមែនដោយសារតែគេមានយ៉ាម៉ូតូជាសង្សារនោះទេគឺដោយសារតែគេគឺស្រឡាញ់យ៉ាម៉ូតូតែម្នាក់ប៉ុណ្ណោះហើយគេក៏ឃើញចិត្តនឹងក្តីស្រឡាញ់អស់អ្នកណាម្នាក់ផ្សេងឡើយដូច្នេះហើយនឹងគឺកុំបារម្ភទៀតអីនៅពេលនោះផាត់ដែរយ៉ាម៉ូតូនឹងក៏បានសប្បាយចិត្តយកតែម្ដងពួកគេទៅពីអ្នកក៏បានកាន់ដៃគ្នាដើរទៅមុខវិញខ្វល់នៅអលើដែលកំពុងតែមើលនោះទេដើរតាមផ្លូវថាក៏អូគេក៏បានគិតថាទៅបីជាគេមានធំក៏ប៉ុន្តែបេះដូងរបស់គេក៏តូចខ្លាំងណាស់គឺបេះដូងរបស់គេអាចដាក់នារីបានតែម្នាក់តែប៉ុណ្ណោះហើយនារីម្នាក់នោះគឺជាយ៉ាម៉ូតូហើយនេះផាត់ដែរគឺមានមេបងធំចំនួន3នាក់ដែលបានលើថានៅហាងកាហ្វេមួយមានបរិសុទ្ធមេធំម្នាក់មានឈ្មោះថាគេអូហើយគេគឺជាជើង
ការប្រចាំតំបន់មួយនេះដូច្នេះហើយគេក៏មានម្ដងចង់ទៅមើលថាថាកេអូគឺមេធំប៉ុណ្ណាក៏ប៉ុន្តែគណៈពេលដែលកំពុងតែដើរតាមផ្លូវហ្នឹងពួកគេទាំង3នាក់ក៏បានជួបជាមួយនឹងថាកេអូភ្លាមតែម្ដងរហូតពួកគេគឺមិននឹកថាកេអូដែលគ្មានវិទ្យាល័យមួយនេះគឺពិតជាមេធំខ្លាំងណាស់ធំខ្លាំងយកតែមែនតើដូច្នេះដល់ពេលហ្នឹងពួកគេទាំង3នាក់ក៏បានរត់ចាក់ចេញទៅបាត់ទៅដោយសារតែដល់ពេលនេះគឺជិតដល់រដូវគ្រីស្មាស់ទៅហើយនៅពេលនោះផ្ដាំមើលរបស់ថាកេអូម្នាក់ដែលមានឈ្មោះថាប្រុសកញ្ញាស្មោះស្នេហ៍កូរីហារ៉ាគេក៏បានមកប្រាប់ថាកេអូថាគេបានលងស្រឡាញ់ទៅលើមិត្តភក្តិរបស់យ៉ាម៉ាតូម្នាក់ដែលមានឈ្មោះថាណាណាកូហើយគេក៏មានបំណងចង់ឲ្យថាកេអូជួយគេផងចំណែកឯណាណាកូវិញនឹងក៏បានទៅសួរយ៉ាម៉ាតូថាអាដៃណែគេបបួលយើងទៅញ៉ាំអីមើលកូនជាមួយគ្នាហើយគេកាន់ដៃយើងហ្នឹងអាហ្នឹងមានន័យថាគេស្រឡាញ់យើងអត់យ៉ាម៉ាតូនេះក៏បានតទៅវិញថាញយហើយប៉ាហ្នឹងហើយអត់ស្រឡាញ់ទៀតហើយល្មិចចង់ផ្លែឈើ46មុខដល់មកផ្ទះម៉ែមិនដឹងថាគេស្រឡាញ់ក៏ប៉ុន្តែណាណាកូនឹងគឺនៅតែមិនអស់ចិត្តនឹងគឺចង់ទទួលបានចម្លើយអំពីកូរីហារ៉ាក៏ពិតតែបានលងស្រឡាញ់ទៅលើគេដូចគ្នាផងដែរដូច្នេះហើយយ៉ាម៉ាតូជំនឿថាកេអូក៏មានបំណងចង់ជួយឲ្យពួកគេទៅពីរនាក់បានស្រឡាញ់គ្នាឬហើយពួកគេទៅពីរនាក់ក៏បានទៅកក់ការ៉ាអូខេមួយកន្លែងដើម្បីមកផាធីជុំគ្នានៅថ្ងៃបុណ្យគ្រីស្មាស់នៅពេលនោះផ្នែកម្ចាស់កន្លែងមនុស្សក៏បាននិយាយថាផ្កាយនៅខាងចុងដើមឈើគ្រីស្មាស់មួយនេះគឺជាផ្កាយស្នេហាហើយមានមនុស្សច្រើនណាស់បានព្យាយាមឡើងទៅលើដើមឈើមួយនេះដើម្បីយកវាយកទៅឲ្យមនុស្សដែលពួកគេស្រឡាញ់ក៏ព្រោះតែផ្កាយមួយនេះគឺតំណាងឲ្យស្នេហាអមតៈក៏ប៉ុន្តែនៅពេលនោះថាកេអូគេក៏បាននិយាយថាគេគឺមកឡើងទៅយកផ្កាយមួយនេះនោះទេក៏ព្រោះថាផ្កាយមួយនេះគឺអាចបំពេញក្តីស្រឡាញ់របស់នរណាម្នាក់បានហើយគេក៏មានសង្សារដ៏ស្រស់ស្អាតនិងក៏ឲ្យស្រឡាញ់ម្នាក់ទៅហើយដូច្នេះហើយគឺមិនត្រូវការផ្កាយមួយនេះទៀតនោះទេថ្ងៃបុណ្យគ្រីស្មាស់ក៏បានមកដល់ពួកគេក៏បានមកជួបលៀងជុំគ្នានៅពេលនោះផ្ដាយ៉ាម៉ាតូក៏ដូចជាថាកេអូក៏បានរៀបចំឲ្យកូរីហារ៉ាជាមួយនឹងណាណាកូបាននៅជាមួយនឹងគ្នាក៏ប៉ុន្តែអបកូរីហារ៉ានេះវិញនិយាយវាថាវាខ្មើតអញហើយអាបានមនុស្សស្រីស្រឡាញ់ហ្នឹងនិយាយវាថាឯងនឹងខ្មើតធ្វើធម្មតាខណៈពេលដែលណាណាកូគឺកំពុងតែរងចាំចម្លើយសារភាពស្នេហាពីគេទៅវិញនៅពេលដែលពួកគេបានចេញទៅមើលដានគ្រីស្មាស់នៅខាងក្រៅនៅពេលផ្ដាកូរីហារ៉ាក៏បានកាន់ដៃនាងម្ដងទៀតក៏ប៉ុន្តែនៅពេលដែលមិត្តភក្តិរបស់គេងាកមកកូរីហារ៉ាគេក៏បានប្រឡែងដៃនាងចេញទៅវិញនៅក្រៅពេលដែលមិត្តភក្តិរបស់គេដើរចូលទៅក្នុងអាហារនៅពេលហ្នឹងណាណាកូក៏បានសួរទៅកាន់គេថាតើរាល់ថ្ងៃនេះគេចាប់ទឹកនាងគឺជាអ្វីកូរីហារ៉ាក៏បានឆ្លើយបែបលេងសើចទៅនាងវិញថាត្រឹមតែជាមិត្តភក្តិធម្មតានឹងឯងគ្មានអ្វីលើសពីនឹងទៀតនោះទេបានធ្វើឲ្យបេះដូងរបស់ណាណាកូនៅពេលនេះក៏បានបែកធ្លាយតែម្ដងក្រោយពីចូលទៅដល់ខាងក្នុងហើយពួកគេក៏បានចាប់ផ្ដើមធ្វើការដូរកដោគ្នានៅពេលហ្នឹងផងដែរថាកេអូជាមួយនឹងយ៉ាម៉ាតូក៏បានព្យាយាមរៀបចំធ្វើយ៉ាងណាឲ្យណាណាកូជាមួយនឹងកូរីហារ៉ាផ្លាស់ប្ដូរកដោគ្នាក៏ប៉ុន្តែកដោគ្នានឹងគ្មានរបស់ស្វិតអីនោះទេគឺជារបស់ធម្មតាអីនឹងឯងឬហើយនៅពេលហ្នឹងផ្ដាក៏ដើមមកច្រៀងការ៉ាអូខេសម្រាប់ពុកលោកវាអូនគោរសុទ្ធោបញ្ចូលពូកែខ្លាំងនៅពេលនោះពួកគេក៏បានចាក់បាត់សំណត់ចិត្តរបស់ណាណាកូនឹងមានបំណងចង់ឲ្យណាណាកូច្រៀងជាមួយនឹងកូរីហារ៉ាក៏ប៉ុន្តែដោយសារតែវិទ្យាសម្ដីរបស់កូរីហារ៉ាកាលពីមុននោះណាណាកូនេះក៏បានខឹងហើយនេះក៏បានដើរចេញទៅបាត់ទៅយ៉ាម៉ាតូនេះក៏បានចេញទៅតាមណាណាកូដូចគ្នារហូតកូរីហារ៉ាគេក៏បានទៅតាមក៏ប៉ុន្តែនៅពេលហ្នឹងគេក៏បានឃើញថាអាជើងកាង3នាក់មុននោះក៏បានបញ្ញាយពួកនាងទៅពីរនាក់ណាណាកូពេលដំបងឡើយនៅបានឃើញកូរីហារ៉ាមកជួយនាងហើយនឹងខំតែសប្បាយចិត្តក៏ប៉ុន្តែនៅពេលហ្នឹងកូរីហារ៉ាគេបានជិះរត់ទៅវិញហើយគេក៏បានហៅថាកេអូមកជួយវិញម្ដងហើយគ្រាន់តែបានឃើញថាកេអូភ្លាមជើងកាងទៅ3នាក់នេះក៏បានភ័យហើយនឹងរត់យកតែម្ដងក៏ប៉ុន្តែណាណាកូនេះបែរជាអន់ចិត្តក៏ធ្វើថាមនុស្សនាងស្រឡាញ់បែរជាកំសាបែបនេះទៅវិញនៅពេលបណ្ដាយ៉ាម៉ាតូក៏បានព្យាយាមទៅតាមក៏ប៉ុន្តែណាណាកូនេះក៏បាននិយាយថាកុំព្យាយាមជួយនាងអីនឹងគឺមិនគួរប្រាប់រឿងរ៉ាវទៅឲ្យទៅកាន់យ៉ាម៉ាតូនោះទេមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលបានជាមួយនឹងស្នេហាផ្អែមល្ហែមដូចជានាងជាមួយនឹងថាកេអូនោះទេយ៉ាម៉ាតូនាងក៏បានអន់ចិត្តថាកេអូក៏បានមកជួយលួងលោមនាងនិងបាននិយាយថារឿងរ៉ាវស្នេហាទៅឲ្យអ្នកមានស្នេហាក៏ដោះស្រាយខ្លួនគេទៅពួកគេទៅពេលអ្នកគួរទៅធ្វើដូចជាសូណាគ្រាន់តែអង្គុយមើលទៅគឺបានហើយនឹងក្រោយពេលដើរចូលមកដល់ខាងក្នុងវិញនៅពេលនោះថាកេអូគេក៏បានមកឃើញកូរីហារ៉ាកំពុងតែអង្គុយសើតែម្នាក់ឯងដែលកូរីហារ៉ាគេក៏បាននិយាយថាគេគឺមិនមែនមានមាឌធំដូចជាថាកេអូហើយក៏មិនមែនជាប្រុសសង្ហាដូចជាសូណានោះទេនៅពេលនោះថាកេអូគេក៏បានខឹងហើយក៏បានទាញកូរីហារ៉ាឡើងមកនៅបាននិយាយថាណាវ៉ៃអាផ្លោកជាប់ឯងនឹងជាមនុស្សប្រុសមិនដែរទេបើឯងជាមនុស្សប្រុសហើយអ្វីបានជាមហានសារភាពមិនចង់នៅអត់លើដូចអ្នកមើលហ្នឹងមែនចង់នៅស្រឡាញ់គេម្នាក់ឯងដល់ងាប់ហ្នឹងមែននៅស្រឡាញ់គេម្នាក់ឯងអៀនចុះអៀនឡើងដល់គេមានសង្សារបាត់តាំងទឹកភ្នែកដូចអ្នកមើលហ្នឹងមែនក៏មកជាកូនប្រុសហ៊ានស្រឡាញ់ហ៊ានសារភាពនៅពេលនេះគេគឺមិនអាចជួយអ្វីទៅលើកូរីហារ៉ាបាននោះទេក៏ប៉ុន្តែកូរីហារ៉ាគឺនៅសល់ឱកាសមួយទៀតនៅពេលនោះផ្ដាស្រាប់តែយ៉ាម៉ាតូបានទូរស័ព្ទហៅណាណាកូឲ្យបើត្រឡប់មកវិញក៏ព្រោះថានៅពេលនេះកូរីហារ៉ាក៏ពុនតែព្យាយាមឡើងទៅលើដើមឈើគ្រីស្មាស់មួយនោះទោះបីជាគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយគឺគេនៅតែព្យាយាមឡើងទៅលើដើមឈើមួយនោះដែរក៏ព្រោះតែគេចង់បានផ្កាយមួយនោះដើម្បីយកមកសារភាពស្នេហាទៅកាន់ណាណាកូហើយគេពិតជាឲ្យឡើងទៅយកផ្កាយមួយនោះបានពិតមែនហើយនៅពេលនោះគេក៏បានធ្លាក់ចូលមកខាងក្រោមតែស្នាល្អថាកេអូក៏ជួយគេតាន់កូរីហារ៉ាក៏បានកាន់ផ្កាយមួយនោះដើរសម្ដៅទៅកាន់ណាណាកូហើយ
ក៏បានសារភាពស្នេហាទៅកាន់នាងណាណាកូននាងក៏បានតទៅវិញថាស្រឡាញ់នាងក៏ដែរមិនដែររទេក៏ព្រោះថានាងគឺចេះដាំបាយធ្វើម្ហូបលាងចានខ្ជិលដូចតែអ្នកមើលអញ្ចឹងក៏មិនតែកូរីហាណាគេក៏បានតទៅវិញថាគេគឺស្រឡាញ់នាងគេមិនខ្វល់អំពីរឿងរ៉ាវអីទាំងអស់ហ្នឹងនោះទេដូច្នេះហើយបើគេទាំងពីរនាក់ក៏បានយល់ព្រមស្រឡាញ់គ្នាហើយក៏បានខ្លាចជាសង្សារនឹងគ្នានៅពេលហ្នឹងទៅចឹងណាអាយ៉ាម៉ូតូវិញនាងក៏មានកដោមួយចំនួនឲ្យទៅកាន់ថាកោដូចគ្នាផងដែរដែលនៅគឺជានំនៅក្តីស្រឡាញ់ជាកដោពិសេសសម្រាប់ថ្ងៃគ្រីស្មាស់មួយនេះឬហើយបនគ្រីស្មាស់ក៏ត្រូវបានបញ្ចប់និយាយពីថាគូស្នេហ៍ថ្មីថ្មោងនេះវិញទើបតែស្រឡាញ់គ្នាបានពី3ថ្ងៃទេនិយាយពីថាផ្អែមនៅផ្អែម sweet នៅ sweet យ៉ាម៉ូតូជាមួយនឹងថាកោនោះគឺ sweet ប៉ុណ្ណឹងទេក៏ប៉ុន្តែពេលនេះគឺសាហាវជាងនឹងទៀតនិយាយពីថា50គ្នាសិតអូនបងសិតហាន់នេះហើយរឿងដែលមិនគួរឲ្យជឿមួយទៀតនោះគឺពួកគេទៅវិញអ្នកគឺស្រឡាញ់គ្នានៅថ្ងៃគ្រីស្មាស់ហ្នឹងហើយថើបគ្នានៅថ្ងៃគ្រីស្មាស់ហ្នឹងយកតែម្ដងខណៈពេលដែរយ៉ាម៉ូតូជាមួយនឹងថាកោពួកគេទៅវិញអ្នកក៏បានត្រឹមតែកាន់ដៃគ្នាតែប៉ុណ្ណោះដូច្នេះហើយគូស្នេហ៍ដែលបានស្រឡាញ់គ្នារាប់ខែមកនេះមានអារម្មណ៍ថាចំណានគេតិចតួចដូចគ្នាផងដែរក៏ព្រោះថាគេទៅតែស្រឡាញ់គ្នាបានមួយថ្ងៃគេថើបគ្នាបាត់ឯនេះស្រឡាញ់រាប់ខែមិនតបានអីសោះទើបយ៉ាម៉ូតូមានបំណងចង់ថើបថាកោចំណែកថាកោមកជឿនិយាយថាគេចាំថើបនាងនៅរដូវក្តៅឆ្នាំក្រោយដោយសារតែប្រហែលថ្ងៃទៅក៏ដល់ថ្ងៃខួបកំណើតរបស់ថាកោហើយនៅពេលផ្ដាច់យ៉ាម៉ូតូនាងក៏បានមកលេងផ្ទះរបស់សូណារហ័សក៏ជួបជាមួយនឹងបងស្រីរបស់សូណាដូចគ្នាផងដែរដែលគាត់គឺមកសម្រាប់ឆ្នាំថ្មីយ៉ាម៉ូតូមកទៅនេះគឺដើម្បីសួរថាតើថ្ងៃខួបកំណើតរបស់ថាកោនឹងនាងគឺគួរធ្វើនៅអ្វីឲ្យទៅកាន់គេនៅពេលហ្នឹងសូណានាងក៏បាននិយាយថានាងគឺគួរធ្វើឈីខេកក៏ព្រោះថានេះគឺជានំដំបូងដែលធ្វើឲ្យថាកោញ៉ាំរហ័សយ៉ាម៉ូតូនាងក៏បានសួរទៅថាបើសិនជានាងចង់ថើបគេនៅថ្ងៃខួបកំណើតនោះនៅពេលផ្ដាច់សូណាគេក៏បានប្រាប់ថាមានអីល្អតាក៏ប៉ុន្តែថាកោបានប្រាប់អាកាំងខ្ញុំថាគឺមិនថើបនាងនោះទេរហូតតែដល់រដូវសឹកឈើជ្រុះឆ្នាំក្រោយក៏ព្រោះតែគេគិតថារដូវផ្ការីកហ្នឹងគឺលឿនខ្លាំងពេករដូវរងាឆ្នាំក្រោយហ្នឹងគឺយូរខ្លាំងពេកដូច្នេះហើយរដូវសឹកឈើជ្រុះគឺល្អបំផុតដែលគ្រាន់តែលឺបែបហ្នឹងយ៉ាម៉ូតូនេះក៏បានគាំងតែម្ដងក៏ព្រោះតែនាងក៏ចង់ថើបឥឡូវហ្នឹងនេះស្អែកហ្នឹងនេះក៏ប៉ុន្តែនៅពេលនេះផងដែរបើជាចាំឆ្នាំក្រោយទៅវិញសូណានៅពេលហ្នឹងគេក៏បានតទៅវិញថាមិនអីនោះទេបើសិនជានេះគឺជាអ្វីដែលនាងចង់ធ្វើគឺថាអូគឺច្បាស់ជាសប្បាយចិត្តជាមិនខានដូច្នេះហើយយ៉ាម៉ូតូនាងក៏បានសប្បាយចិត្តហើយនាងក៏បានអរគុណពួកគេទៅពេលនេះនឹងវិលត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែអ្នកដែលរីងរៃនោះគឺជាបងស្រីរបស់សូណានឹងឯងនិយាយទៅក៏នៅតែស្រឡាញ់គេម្នាក់ឯងនឹងឯងដោយអ្នកពងមើលដែរហ្នឹងអាស្រឡាញ់គេម្នាក់ឯងឃើញគេមានសង្សារកាត់ចិត្តអត់ទេនៅស្រឡាញ់គេម្នាក់ឯងដល់ពេលឃើញគេស្វីចហ្នឹងតាំងធ្វើឯងខូចចិត្តនៅពេលយប់ហ្នឹងក៏បានមកដល់យ៉ាម៉ូតូនេះក៏បានទូរស័ព្ទមកអបអរថាខូចកំណើតរបស់ថាគេអូននៅម៉ោង12យប់តែម្ដងដោយសារតែនាងក៏ចង់ខ្លាចទៅជឿមនុស្សដំបងគេនិយាយពាក្យមួយឃ្លានេះទៅកាន់ថាគេអូមុនគេនឹងចាំជួបគ្នានៅថ្ងៃស្អែកម្ដងទៀតហើយខូចកំណើតរបស់ថាគេអូក៏បានមកដល់ហើយក៏ជាថ្ងៃឆ្នាំថ្មីដូចគ្នាផងដែរពួកគេទាំងពីរអ្នកក៏បានទៅដើរលេងជាមួយនឹងព្រះវិហារធ្វើការបួងសួងនៅបងស្រង់ជាមួយនឹងគ្នារហ័សយ៉ាម៉ូតូនេះក៏មានបំណងចង់មកអបអរពិធីខួបកំណើតនេះនៅក្នុងផ្ទះរបស់ថាគេអូក្រោយពេលចូលមកដល់ផ្ទះហើយក៏បានចូលក្នុងបន្ទប់របស់ថាគេអូពួកគេទៅពីនេះអង្គុយមើលមុខគ្នាសុកៗហ្នឹងក៏កាត់អារម្មណ៍ហើយដូចជាបន្ទប់មួយនេះបន្ថែមម៉ាស៊ីនកម្ដៅអញ្ចឹងពេលហ្នឹងបំរុងតែចាប់ផ្ដើមអាដៃណែទៅហើយសត្វតែម្ដាយរបស់ថាគេអូក៏បានដើរចូលមកគាត់ក៏បានប្រាប់ថាគាត់ជាមួយនឹងឪពុករបស់គេនឹងទៅព្រះវិហារដើម្បីធ្វើការបួងសួងឆ្នាំថ្មីហើយគាត់ក៏ទៅរយៈពេល5ម៉ោងក៏ប៉ុណ្ណឹងលំអមហាអូនអាណិតខានស្រីតូចខ្លាំងណាស់ក្រោយពេលបាននៅតែពីអ្នកសង្សារនៅពេលផ្ដាច់កម្ដៅរបស់យ៉ាម៉ូតូនឹងគឺឡើងកាន់តែក្តៅភីយកតែម្ដងក៏ប៉ុន្តែមិនតបបានធ្វើស្អីផងហ្នឹងសត្វរភ័ក្ររបស់ថាគេអូមកលេងផ្ទះគេទៀតអត់លឹតដដែលមិត្តភ័ក្តិរបស់ថាគេអូហ្នឹងក៏តែមកលេងគេនៅរៀងរាល់ឆ្នាំថ្មីហើយនៅនិយាយគ្នាលេងចោលឡាហ្នឹងខាត់ម៉ោងអស់អត់បានស្អីដដែលក្រោយពេលដែរនិយាយគ្នាលេងបន្តិចហើយនៅពេលនេះផ្ដាច់មិត្តភ័ក្តិរបស់ថាគេអូគេក៏បានវិលត្រឡប់មកវិញនៅពេលនេះផ្ដាច់យ៉ាម៉ូតូនេះក៏បានដកដុំខេតរបស់នាងចេញមកនៅពេលផ្ដាច់មុខរបស់ពួកគេទៅពេលនេះក៏បានមកជិតគ្នាទៀតហើយក៏ប៉ុន្តែយ៉ាម៉ូតូនេះក៏បានអៀននាងក៏បានអត់ថាគេអូទៅយកតែកេះមកទៅអានាងជាអ្នករៀបទៀនក្រោយពេលដែលរៀបចំទៀនហើយអស់ហើយនៅពេលនេះផងដែរពួកគេទៅពីអ្នកហ្នឹងក៏បានបិទភ្លើងឬហើយយ៉ាម៉ូតូនេះក៏បានធ្វើការដុតទៀនយ៉ាម៉ូតូនេះក៏បានជ្រាបជម្រាប Happy Birthday ឲ្យទៅកាន់គេ Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you ឬហើយនាងក៏បានឲ្យថាកោធ្វើការបិទភ្នែកបួនសួងនៅពេលដែលថាកោកំពុងតែបិទភ្នែកបួនសួងនោះនៅពេលនោះផ្ដាច់យ៉ាម៉ូតូនាងក៏បានលួចថើបគេតែម្ដងក៏ប៉ុន្តែថាកោគេគឺមិនដឹងឡើយថាយ៉ាម៉ូតូបានលួចថើបគេនៅពេលដែលគេបែរភ្នែកឡើងវិញគេក៏បានផ្លុំទៀនហើយដូចជាធម្មតាខណៈពេលដែលយ៉ាម៉ូតូនាងគឺភ័យសើតែកៀងបេះដូងបាត់ទៅហើយឬហើយពេលយប់ក៏បានមកដល់យ៉ាម៉ូតូនាងក៏បានវិលត្រឡប់ទៅផ្ទះវិញថាកោគេក៏បានទៅនិយាយជាមួយនឹងសូណាអំពីអ្វីដែលគេបានធ្វើជាមួយនឹងយ៉ាម៉ូតូពេលមួយថ្ងៃមកនេះហើយគេក៏បាននិយាយប្រាប់ទៅ
កាន់សូណាថានឹងពេលតែគេបិទភ្នែកបួងសួងនោះនៅពេលមកដែរសត្វតែមានសត្វអ្វីមួយយ៉ាងនោះទេបង្ហាមកទុំចំមាត់របស់គេក៏ប៉ុន្តែគេគឺមិនបានដេញឬក៏អ្វីឡើយក៏ព្រោះតែគេមានអារម្មណ៍ថាសត្វមួយនេះហាក់ដូចជាចម្លែកខ្លាំងណាស់មានអារម្មណ៍ថាវាទុននៅពេលនៅបដាសូណាគេក៏បានដឹងហើយគេបានសួរទៅកាន់ថាកោថាតាយ៉ាម៉ូតូបានថាគេហើយមិនអើឬទេទៅដល់ពេលហ្នឹងទើបថាកោគេបានដឹងថាការប៉ាត់ទៅនេះគឺមិនមែនជាសត្វអ្វីនោះទេក៏ប៉ុន្តែវាគឺជាស្នាមថើរបស់ថាគេអូនឹងឯងថាគេអូគេគឺមិនចាំយូរនោះទេគេក៏បានធ្វើការរត់ទៅកាន់ផ្ទះរបស់យ៉ាម៉ូតូតែម្ដងហើយគេក៏បានហៅនាងចុងមកខាងក្រៅនៅបានសួរទៅកាន់នាងថាតានាងលួចថើបគេមិនអើឬទេយ៉ាម៉ូតូនេះក៏បានតបទៅវិញថាគឺត្រូវហើយថាកោគេក៏បានសួរទៅកាន់នាងថាសុំម្ដងទៀតបានអត់ក៏ព្រោះថាលើកមុនហ្នឹងគេគឺអត់ដឹងខ្លួនទៅហើយនៅពេលហ្នឹងយ៉ាម៉ូតូនាងក៏បានយល់ព្រមរហូតបើគេទាំងពីរនាក់ក៏បានចាប់ចង់មើលមិនអត់លើសោះហ្នឹងបានទេក៏មើលចាប់ទៅហ្នឹងហើយបាយ